តើបងប្អូនយើងជាខ្មែរដូចគ្នាសូមជំនួយពីបងប្អូនទិញអញ្ចឹងយើងជាម្ដាយជាឪពុកនៅពេលដែលឃើញកូនមានសភាពអញ្ចឹងអ្នកណាមិនព្រួយអ្នកណាមិនបារម្ភបងប្អូនអញ្ចឹងសូមចិត្តបងប្អូនជួយបញ្ចេញមតិម្នាក់មួយថាវាជាជំងឺអីគេតើគួរព្យាបាលដោយរបៀបណាពេទ្យណាអាចព្យាបាលបានតាមប្រភពនៃ Facebook គឺម្ដាយរបស់គាត់ហ្នឹងគាត់ថាជំងឺស្គន់ជំងឺស្គន់អញ្ចឹងណាហើយសភាពគឺកត្រាក់អញ្ចឹងបងប្អូនកត្រាក់ហើយដកដង្ហើមអត់ចង់រួចទេគឺប្រកាច់អញ្ចឹងបងប្អូនហើយយើងឃើញគឺអាណិតណាស់ខ្ញុំធ្វើចិត្តមិនបានទេបងប្អូនហើយគឺអាណិតយូរតែមែនទេអញ្ចឹងបងប្អូនណាដឹងទៀតថាវាជាជំងឺអីសូមចិត្តជួយបញ្ចេញមតិម្នាក់មួយដើម្បីរកដំណោះស្រាយនៃជំងឺមួយនឹងអញ្ចឹងបងប្អូនកុំដាច់ចិត្តអីក្រែងលោថ្ងៃក្រោយជំងឺនេះប៉ះទៅលើកូនរបស់បងប្អូនមិនដឹងថាយល់ទៅ